សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកសល់សម្លកូរចាសម្រាប់ក្រុមគ្រួសារផងដែរចាជាដំបូងហ្នឹងនាងខ្ញុំបានលាងគល់សក្តិស្អាតហើយយកមកហាន់ស្ដើងបែបនេះចាបន្ទាប់ពីហាន់គល់សក្តិរួចចានាងខ្ញុំបានដាក់ល្មៀតបន្តិចផងដែរចាល្មៀតជាមួយនឹងម្ទេសតែល្បែង3-4ចំណិតចឹងមកចាគ្រឿងខ្មែរមានតែប៉ុណ្្នឹងបងប្អូនចាសម្លខ្មែរយើងហើយបន្ទាប់មកយើងដាក់ស្លឹកក្រូច3-4ចំណិតមកហើយជាមួយនឹងលួចខ្ជាយបន្តិចផងដែរហើយខ្ញុំយកទៅកិនជាមួយម៉ាស៊ីនដាក់ខ្ទឹម4-5កាពើចាក្នុងការកិនហ្នឹងដើម្បីងាយស្រួលលឿនផងដែរពេលដែលកិនហ្នឹងគឺខ្ញុំដាក់ទឹកបន្តិចផងដែរដើម្បីឲ្យកិនទៅវាម៉ត់ចឹងណាចាហើយបន្ទាប់មកខ្ញុំធ្វើការលីងលីងភាគច្រើនលីងគឺខ្ញុំលីងខ្លួនឯងខ្ញុំអត់ទិញនៅផ្សារដើម្បីឲ្យឈ្ងុយសម្លយើងឈ្ងុយឆ្ងាញ់ចាពេលយើងលីងខ្លួនឯងថ្មីហើយបន្ទាប់មកខ្ញុំដាក់ឆ្នាំងជាមួយនឹងខ្លាញ់ឲ្យក្តៅហើយដាក់ចាជាមួយនឹងប្រហុកនេះខ្ញុំតែងតែឆាប្រហុកបែបនេះដើម្បីឈ្ងុយឆ្ងាញ់សម្លយើងគឺថាឈ្ងុយអត់ឆ្អាបប្រហុកណាចាគឺថាឈ្ងុយផ្អើភូមិពេញភូមិតែម្ដងហ្នឹងហើយតែពេលដែលសម្លខ្មែរម្ដងដាក់ផុកឲ្យច្រើនអញ្ចឹងបានឆ្ងាញ់ហើយបានធ្វើការចាក់គ្រឿងចូលចាក់ឆាជាមួយប្រហុករបស់យើងហ្នឹងឲ្យឈ្ងុយចាឈ្ងុយគ្រឿងបន្ទាប់ពីឈ្ងុយគ្រឿងហើយលួចទឹកត្រីតិចផងដែរចាលួចទឹកត្រីឲ្យកាន់តែឈ្ងុយនិងសម្លរបស់យើងកាន់តែមានជាតិបន្ទាប់មកបាននេះខ្ញុំធ្វើការចាក់សាច់ជ្រូកចាមជាមួយនឹងត្រីឆ្លាងចូលផងដែរចាសម្លរបស់ខ្ញុំគឺតែងតែធ្វើបែបនេះហើយនឹងបន្ទាប់មកយើងកូរចានេះខ្ញុំកូរឲ្យឈ្ងុយចូលជាតិជាមួយនឹងគ្រឿងហើយនឹងសាច់ត្រីរបស់យើងហ្នឹងចាឲ្យកាន់តែឈ្ងុយទៅហើយទុកឲ្យរៀងពុះមើលទៅឆ្អិនចូលជាតិហើយនេះខ្ញុំចាក់ទឹកបន្តិចចាកុំឲ្យខ្លោចឆ្នាំងណាចាហ្នឹងឲ្យចាក់ទឹកបន្តិចហើយទុកឲ្យវាឆ្អិនល្មមចូលជាតិជាមួយគ្រឿងឲ្យកាន់តែខ្លាំងហើយបន្ទាប់មកបានដាក់បន្លែកកូរចាសម្រាប់បន្លែកកូរហ្នឹងខ្ញុំដាក់ចូលទៅគឺទុកឲ្យគ្របឆ្នាំងទុកឲ្យសកប់បន្ទាប់ពីសកប់ឆ្នាំងហើយខ្ញុំយកមកក្លុកហើយទុកឲ្យមកសន្ទុះចាបិទកម្របបើកម្របមកគឺថាយើងបន្ថែមទឹកតែម្ដងគឺបើអត់បន្ថែមទឹកគឺថានឹងខ្លោចចាបន្ទាប់ពីថែមទឹកហើយទឹកចាប់ផ្ដើមពុះនេះខ្ញុំចាប់ផ្ដើមដាក់កលីងចូលហើយបន្ថែមគ្រឿងចាកលីងហ្នឹងខ្ញុំដាក់មកល្មមចាហើយបន្ថែមគ្រឿងស្ករហើយនឹងម្សៅស៊ុបជាមួយនឹងពេលដែលពុះប៉ុណ្្នឹងហើយនេះខ្ញុំបានដាក់បន្លែខៀវចូលតែម្ដង